ប្រទេសជប៉ុនកំពុងតែក្លាយទៅជាមហាអំណាចយោធាសាស្ត្រជាថ្មីបន្ទាប់អំពីប្រទេសនេះមានសិទ្ធិនៅក្នុងការផលិតនៅនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរព្រមទាំងមានសពាវុធទំនើបនិងការចំណាយនៅវិស័យយោធារហូតដល់$55,000 លានសហរដ្ឋអាមេរិកជាមួយនឹងការព្រួយបារម្ភអំពីស្ថានភាពសន្តិសុខនៅក្នុងតំបន់នោះជប៉ុនកំពុងតែជំរុញទៅដល់សហរដ្ឋអាមេរិកនៅក្នុងការអនុញ្ញាតឲ្យមានការសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរក្រោយពេលដែលលោកប្រធានាធិបតីដូណាល់ត្រាំបានបើកភ្លើងខៀវទៅដល់កូរ៉េខាងត្បូងហើយសកម្មភាពបែបនេះត្រូវបានក្រុមអ្នកជំនាញមានការព្រមានអំពីប្រតិកម្មរបស់រុស្ស៊ីចិននិងកូរ៉េខាងជើងដោយសារតែការភ័យខ្លាចអំពីការប្រណាំងគ្រឿងសព្វាវុធនិងបង្កអស្ថិរភាពនៅក្នុងតំបន់យោងទៅតាមសារព័ត៌មានរបស់សង្ហបុរី The Star Times បានចេញផ្សាយកាលពីថ្ងៃអាទិត្យទី9 ខែវិច្ឆិកាឆ្នាំ2025នេះថាលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកបានផ្ដល់នៅការអនុញ្ញាតទៅដល់ប្រទេសកូរ៉េខាងត្បូងនៅក្នុងការសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរក្រោមបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកក៏ប៉ុន្តែប្រទេសជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធទាំងពីរនេះនៅមានការប្រទះប្រទាំងគ្នាបន្តិចបន្តួចនៅត្រង់កន្លែងសាងសង់នាវាមុជទឹកនេះដោយសារតែកូរ៉េខាងត្បូងមានការចង់សាងសង់នៅលើទឹកដីរបស់ខ្លួនគណៈដែលសហរដ្ឋអាមេរិកខ្លាចបែកធ្លាយនៃការសម្ងាត់លើផ្នែកបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកទើបចង់ឲ្យសាងសង់នៅលើទឹកដីរបស់ខ្លួននោះវិញទន្ទឹមនឹងគ្នានេះដែរប្រទេសជប៉ុនក៏បានទាមទារឲ្យមានការសាងសង់នាវាមុជទឹកក្រោមនៃសមត្ថភាពបច្ចេកវិទ្យានុយក្លេអ៊ែររបស់ខ្លួនផងដែរក៏ប៉ុន្តែក្រុមអ្នកវិភាគបានលើកឡើងថាសកម្មភាពបែបនេះនឹងបង្កើនឲ្យមានភាពតានតឹងនិងការរត់ប្រណាំងគ្រឿងសព្វាវុធខ្លាំងក្លានៅក្នុងតំបន់នាពេលអនាគតស្របគ្នានេះដែរក្រុមអ្នកវិភាគបានព្យាករណ៍ថារុស្ស៊ីចិននិងកូរ៉េខាងជើងបាននឹងប្រតិកម្មយ៉ាងខ្លាំងព្រោះប្រទេសទាំងនេះមិនចង់ឲ្យប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅតំបន់ទទួលបាននៅប្រព័ន្ធគ្រឿងសព្វាវុធក្រោមទឹកដីដ៏ទំនើបមានសមត្ថភាពយោធាខ្លាំងក្លាជាងខ្លួននោះឡើយលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីពេលថ្មីនេះបានប្រកាសថារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងជួយទៅដល់កូរ៉េខាងត្បូងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរការប្រកាសរបស់លោកប្រធានាធិបតីត្រាំបានកើតឡើងត្រឹមតែរយៈពេល1ថ្ងៃតែប៉ុណ្ណោះក្រោយពេលដែលប្រធានាធិបតីកូរ៉េខាងត្បូងលោកលីចេមយុងក៏បានប្រាប់គាត់នៅក្នុងអំឡុងនៃកិច្ចប្រជុំកំពូលនៅទីក្រុងជេយ៉ុងជូនៃប្រទេសកូរ៉េខាងត្បូងថានាវាមុជទឹកដើរដោយថាមពលប្រេងម៉ាស៊ូតរបស់ក្រុងសេអ៊ូលនាពេលបច្ចុប្បន្ននេះគឺមានសមត្ថភាពរុករកក្រោមទឹកនៅកម្រិតនៅក្នុងការតាមដាននាវាមុជទឹករបស់កូរ៉េខាងជើងឬក៏នាវាមុជទឹករបស់ចិននៅក្នុងដែនទឹករបស់ខ្លួនការបើកភ្លើងខៀវទៅដល់កូរ៉េខាងត្បូងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនោះបាននាំឲ្យមានការជជែកដេញដោលគ្នានៅក្នុងប្រទេសជប៉ុនថាតើរដ្ឋាភិបាលទីក្រុងតូក្យូគួរតែដើរតាមគន្លងរបស់ទីក្រុងសេអ៊ូលនៅក្នុងការស្នើសុំនាវាមុជទឹកនុយក្លេអ៊ែរដែរឬក៏យ៉ាងណានោះទន្ទឹមនឹងគ្នានោះដែរលោកស្រីនាយករដ្ឋមន្ត្រីសាណេតាកៃឈីក៏បានដាក់ចេញនៅផែនការការពារជាតិថ្មីរបស់ជប៉ុនកាលពីថ្ងៃទី21ខែតុលាឆ្នាំ2025កន្លងទៅនេះដោយរាប់បញ្ចូលនៅការជំរុញឲ្យទទួលបាននៅនាវាមុជទឹកចំនួនថ្មីនិងមានសមត្ថភាពខ្ពស់សន្ទរកថាគោលនយោបាយរបស់លោកស្រីនាយករដ្ឋមន្ត្រីតាកៃឈីក៏បានរៀបរាប់ជាមួយនឹងអនុសាសន៍របស់ក្រុមអ្នកជំនាញការពារជាតិនៅពេលកន្លងមកឲ្យជំរុញឲ្យប្រទេសជប៉ុនទទួលបាននៅនាវាមុជទឹកបែបនេះគឺជាលើកទី1ហើយដែលស្ថាប័នប្រឹក្សាផ្លូវការរបស់រដ្ឋាភិបាលទីក្រុងតូក្យូបានអនុម័តដោយបើកចំហសម្រាប់គោលនយោបាយការពារជាតិរបស់ប្រទេសជប៉ុននិងកូរ៉េខាងត្បូងគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិកនៅតំបន់អាស៊ីបូព៌ាហើយប្រទេសទាំងពីរនេះក៏មានកិច្ចព្រមព្រៀងសហប្រតិបត្តិការនុយក្លេអ៊ែរដាច់ដោយឡែកពីគ្នាជាមួយនឹងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននោះផងដែរបន្ថែមពីលើនេះទៅទៀតប្រទេសសម្ព័ន្ធមិត្តទាំងពីរនេះក៏នឹងចង់មានការយល់ព្រមអំពីសហរដ្ឋអាមេរិក
នៅក្នុងការចម្រាញ់ឬក៏កែច្នៃឡើងវិញនៅសារធាតុអ៊ុយរ៉ានីញ៉ូមដែលផ្ដល់ផលប្រយោជន៍សម្រាប់ជាឥន្ធនៈនុយក្លេអ៊ែរនោះផងដែរប្រិមិត្តនេះគឺជាព័ត៌មានថ្មីមួយទៀតកន្លងមកនេះគឺប្រទេសអាមេរិកបានធ្វើការអនុញ្ញាតឲ្យប្រទេសកូរ៉េខាងត្បូងគឺមានការផលិតនៅនាវាមុជទឹកប្រើដោយថាមពលនុយក្លេអ៊ែរដែលជានាវាទំនើបហើយឥឡូវនេះប្រទេសជប៉ុនដែលជាប្រទេសមួយជាសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកដូចជាកូរ៉េខាងត្បូងជាមួយនឹងសហរដ្ឋអាមេរិកដែរនេះបានសិទ្ធិនៅក្នុងការផលិតនៅនាវាមុជទឹកប្រើដោយថាមពលនុយក្លេអ៊ែរដូចជាប្រទេសកូរ៉េខាងត្បូងដែរនេះគឺជាអ្វីដែលប្រទេសជប៉ុនចង់បានជាយូរមកហើយផងដែរដែលនៅក្នុងនោះពីមុនមកប្រទេសជប៉ុននេះគឺមិនសូវជាគិតគូរពីរឿងការអភិវឌ្ឍទៅលើវិស័យការពារជាតិប្រមាណទេជាពិសេសគឺសពាវុធទំនើបខ្លាំងដោយសារតែកន្លងមកនេះគឺមានខាងប្រទេសសហរដ្ឋអាមេរិកនេះមានដាក់កងកម្លាំងដើម្បីជួយការពារប្រទេសជប៉ុនរួចទៅហើយជាពិសេសគឺក្រោយសង្គ្រាមលោកលើកទី2គណៈពេលដែលប្រទេសជប៉ុនបានចាញ់សង្គ្រាមហើយនៅក្នុងច្បាប់របស់ប្រទេសជប៉ុនគឺច្បាប់រដ្ឋធម្មនុញ្ញក៏មានការចែងតឹងរឹងណាស់នៅក្នុងការពង្រីកទៅលើវិស័យយោធាក៏ប៉ុន្តែនៅក្នុងគណៈពេលដែលស្ថានភាពតានតឹងរវាងកូរ៉េខាងជើងចេះតែមានការគំរាមកំហែងនៅអាវុធនុយក្លេអ៊ែរហើយប្រទេសចិនក៏មានការគំរាមកំហែងទៅលើដែនសមុទ្រដែលអាចនឹងឆ្លងចូលទៅក្នុងសមុទ្ររបស់ប្រទេសជប៉ុនឬក៏សមុទ្រអន្តរជាតិនៅតំបន់ប៉ាស៊ីហ្វិកនោះគឺធ្វើឲ្យប្រទេសជប៉ុនកាន់តែមានស្ថានភាពដាក់សម្ពាធយ៉ាងតឹងតែងដែលធ្វើឲ្យជប៉ុននេះគឺស្នើឲ្យមានការពង្រីកទៅលើវិស័យយោធាឡើងវិញជាពិសេសគឺរដ្ឋាភិបាលរបស់ប្រទេសជប៉ុនហើយការអនុញ្ញាតរបស់ខាងសភានេះក៏មើលឃើញអំពីស្ថានភាពជាក់ស្ដែងអំពីសម្ពាធនយោបាយក៏ដូចជាផ្នែកយោធាពីខាងក្រៅប្រទេសមកដូច្នេះហើយសភាជប៉ុននេះក៏មានការចេះតែបទូបថយនៅក្នុងការពង្រីកទៅលើវិស័យយោធានេះឡើងវិញដោយដែលប្រិយមិត្តបានដឹងរួចមកហើយថាប្រទេសជប៉ុនពីដើមមកគឺជាប្រទេសនៃចក្រពត្តិហ្វាស៊ីសមួយដែលមានការវាយទន្ទ្រាននៅក្នុងតំបន់នៃអាស៊ីយើងនេះគឺជាប្រទេសដែលមានមហិច្ឆតាធំណាស់ក៏ប៉ុន្តែក្រោយមកត្រូវបានចាញ់សង្គ្រាមហើយការចាញ់សង្គ្រាមនេះមិនមែនចាញ់ដោយងាយៗទេគឺថាទាល់តែសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកនុយក្លេអ៊ែរឬក៏ប៉ារ៉ាម៉ាណូនេះពីលើដែនអាកាសចំនួន2គ្រាប់ចូលទៅក្នុងទីក្រុងនៃប្រទេសជប៉ុនរួចមកគឺសុខចិត្តចុះចាញ់ដោយមិនមានការដាក់លក្ខខណ្ឌអ្វីទាំងអស់ក៏ប៉ុន្តែនៅក្នុងគណៈពេលនោះគឺក្រោយពីការចាញ់សង្គ្រាមក៏មានការផ្លាស់ប្ដូរមេដឹកនាំហើយក៏មានការចងនៅរដ្ឋធម្មនុញ្ញមួយគឺមិនអោយប្រទេសជប៉ុននេះបន្តនៅការពង្រីកទៅលើវិស័យយោធានេះតទៅទៀតទេប៉ុន្តែឥឡូវនេះហាក់ដូចជាធ្វើឲ្យជប៉ុនងើបឡើងវិញហើយពីព្រោះថាមែនតែនទៅជប៉ុនគឺជាប្រទេសដែលមានមហាអំណាចសេដ្ឋកិច្ចទី3នៅលើពិភពលោកដែលពីមុនមកមានសេដ្ឋកិច្ចទី2ដែលក្រោយមកគឺធ្វើឲ្យប្រទេសចិននឹងដើមនៅអំណាចជាលក្ខណៈលេខ2ហើយជប៉ុនក៏ធ្លាក់មកលេខ3ក៏ប៉ុន្តែទោះបីជាជប៉ុនធ្លាក់មកលេខ3យ៉ាងណាក៏ដោយក៏គេជឿជាក់ថាជប៉ុនមានទុនគ្រប់គ្រាន់ក៏ដូចជាមានបច្ចេកវិទ្យាជាន់ខ្ពស់កម្រិតមិនចាញ់ជាមួយនឹងសហរដ្ឋអាមេរិកឬក៏ប្រទេសចិននោះប្រមាណនោះទេទៅលើផ្នែកបច្ចេកវិទ្យាអញ្ចឹងហើយបានជាអ្វីវាងាយស្រួលនៅក្នុងអ្វីដែលប្រទេសជប៉ុនបានកសាងនិងពង្រីកទៅលើវិស័យយោធាកាន់តែខ្លាំងឡើងដែលក្នុងមួយឆ្នាំគឺប្រទេសជប៉ុនបានចំណាយថវិកាដល់ទៅ$55,000 លានសហរដ្ឋអាមេរិកដែលជាចំនួនមួយយ៉ាងច្រើនសម្រាប់បង្កើនទៅលើវិស័យយោធាហើយជាពិសេសគឺផ្នែកសពាវុធមានន័យថាប្រទេសជប៉ុនអាចធ្វើអ្វីបានគ្រប់យ៉ាងសូម្បីតែការបង្កើតនៅអាវុធនុយក្លេអ៊ែរឬក៏ប៉ារ៉ាម៉ាណូកម្រិតដូចជាប្រទេសចិនឬក៏សហរដ្ឋអាមេរិកក៏បានដែរវាសំខាន់ទៅលើតែសិទ្ធិនៅក្នុងការដែលអនុញ្ញាតហើយនឹងការដែលមានឱកាសដើម្បីធ្វើឬក៏បច្ចេកទេសគឺមានគ្រប់គ្រាន់រួចទៅហើយខ្វះតែវត្ថុធាតុដើមនិងការអនុញ្ញាតនៅក្នុងការបង្កើតឬក៏អនុញ្ញាតឲ្យប្រទេសជប៉ុននេះនៅក្នុងការផលិតនៅសារធាតុអ៊ុយរ៉ានីញ៉ូមបង្កើតទៅជាថាមពលនុយក្លេអ៊ែរនោះឯងអញ្ចឹងនៅក្នុងនោះគឺប្រទេសជប៉ុនបានប្រកាសរួចហើយថាបើសិនជា
មានការអនុញ្ញាតឲ្យប្រទេសជប៉ុនបង្កើតនៅនុយក្លេអ៊ែរឡើងវិញនោះគឺងាយបំផុតប្រើរយៈពេលដ៏ខ្លីពីព្រោះថាជប៉ុនមានទាំងសមត្ថភាពមានទាំងវត្ថុធាតុដើមមានទាំងថវិការួចទៅហើយចឹងទេគឺជារឿងមួយដែលឥឡូវនេះរឿងដែលបាំងមុខខាងនោះគឺដោយសារតែសហរដ្ឋអាមេរិកមិនសូវបើកទូលាយឲ្យប្រទេសជប៉ុននេះគឺប្រើប្រាស់នៅឱកាសក៏ដូចជាសិទ្ធិនៅក្នុងការពង្រីកទៅលើវិស័យយោធាឲ្យបានខ្លាំងក្លាដែលជាវិស័យមួយសម្រាប់ការពារប្រទេសជប៉ុនក៏ប៉ុន្តែឥឡូវនេះសហរដ្ឋអាមេរិកហាក់ដូចជាមានការបើកទូលាយឲ្យទាំងកូរ៉េខាងត្បូងទាំងប្រទេសជប៉ុននេះគឺមានការពង្រីកទៅលើវិស័យសព្វាវុធក៏ដូចជាអាវុធយុទ្ធឧបករណ៍ផ្នែកយោធានេះកាន់តែធំទៅរហូតទៅដល់ឲ្យមានសិទ្ធិនៅក្នុងការផលិតនៅនាវាមុជទឹកថែមទៅទៀតដែលប្រើទៅដោយថាមពលនុយក្លេអ៊ែរហើយអ្វីដែលគោលដៅនៃសារៈប្រយោជន៍របស់សហរដ្ឋអាមេរិកនេះគឺចង់បង្កើននៅមិត្តរបស់ឬក៏សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនេះឲ្យបានខ្លាំងក្លាដើម្បីជួយសម្រួលទៅដល់សហរដ្ឋអាមេរិកដែលកំពុងតែប្រឹងប្រែងតែម្នាក់ឯងរែកពុនទូលផងដើម្បីការពារជាមួយនឹងអ្វីដែលជាសត្រូវរបស់សហរដ្ឋអាមេរិកដូចជាប្រទេសចិនកូរ៉េខាងជើងហើយនិងប្រទេសរុស្ស៊ីនេះជាដើមចឹងទេឥឡូវនេះឱកាសនៃការផ្ដល់នៅសិទ្ធិអំណាចនៅក្នុងការពង្រីកទៅលើវិស័យយោធានេះគឺសហរដ្ឋអាមេរិកកាន់តែបើកទូលាយបន្តិចម្ដងដើម្បីធ្វើឲ្យសហរដ្ឋអាមេរិកនឹងក៏ធូរស្រាលនៅក្នុងការជួយការពារនៅក្នុងតំបន់ក៏ដូចជានៅឯតំបន់សមុទ្រដែលកំពុងតែមានការប្រកួតប្រជែងគ្នាខ្លាំងរវាងសហរដ្ឋអាមេរិកជាមួយនឹងចិនហើយនឹងបណ្ដាប្រទេសមួយចំនួនទៀតដែលជាដៃគូនៃប្រទេសចិននេះគឺមានរុស្ស៊ីមានកូរ៉េខាងជើងដែលកំពុងតែចាប់ដៃគ្នាផងដែរដូច្នេះស្ថានភាពជាក់ស្ដែងនៅក្នុងពេលនេះគឺលោក Donald Trump ក៏មានការផ្ដល់សិទ្ធិកាន់តែខ្លាំងឡើងហើយប្រទេសទាំងពីរនេះកំពុងតែពង្រីកទៅលើការចំណាយថវិការហូតដល់$55,000 លានសហរដ្ឋអាមេរិកនេះគឺសម្រាប់ប្រទេសជប៉ុនហើយគេមិនបានដឹងថាតើនៅក្នុងគណៈពេលដែលការផ្ដល់សិទ្ធិរបស់សហរដ្ឋអាមេរិកទៅឲ្យប្រទេសជប៉ុននៅក្នុងការផលិតនៅនាវាមុជទឹកប្រើដោយថាមពលនុយក្លេអ៊ែរនេះសហរដ្ឋអាមេរិកក៏មានការលក់នៅយន្តហោះចម្បាំង F-35 ដល់ទៅ42គ្រឿងទៅឲ្យប្រទេសជប៉ុនថែមទៅទៀតនឹងបានផ្ដល់ជូននៅក្នុងពេលថ្មីនេះថែមទៀតដើម្បីអ្វីដែលសហរដ្ឋអាមេរិកយល់ថាទុកឲ្យប្រទេសជប៉ុនស្វ័យការពារដោយខ្លួនឯងបន្ថែមជំនួសឲ្យសហរដ្ឋអាមេរិក